មិលិនតៈបញ្ហាទុតិយវគ្គបរិនិព្វានបញ្ហាទី4ព្រះបាទមិលិនទ្រាធិបតីទ្រង់មានព្រះរាជឱង្ការត្រាស់សួរទៅព្រះថេរនិកសេនថាបបិទ្ធព្រះថេរៈដ៏ចម្រើនអ្នកឯណាដែលមិនកាន់យកបដិសន្ធិគឺមិនកើតទៀតអ្នកនោះឯងនឹងត្រូវទទួលសោយទុក្ខវេទនាខ្លះដែរឬទេលោកម្ចាស់ព្រះនិកសេនឆ្លើយថាសូមថ្វាយព្រះពរអ្នកដែលមិនត្រូវកើតទៀតនោះមានសោយទុក្ខវេទនាខ្លះមិនសោយទុក្ខវេទនាខ្លះសូមទ្រង់ជ្រាបស្ដេចមិលិនក៏សួរទៀតថាបបិទ្ធលោកម្ចាស់ដ៏ចម្រើនដែលសោយទុក្ខវេទនាខ្លះនោះដូចម្ដេចដែលមិនសោយទុក្ខវេទនាខ្លះនោះដូចម្ដេចព្រះថេរនិកសេនក៏ឆ្លើយថាកាយកាំងវេទនាំងបបិទ្ធមហារាជលោកដែលសោយទុក្ខខ្លះនោះគឺលោកសោយតែទុក្ខវេទនាឯណាដែលប្រព្រឹត្តទៅក្នុងកាយឯត្រង់ទុក្ខវេទនាដែលប្រព្រឹត្តទៅក្នុងចិត្តនោះលោកមិនបានសោយឡើយស្ដេចមិលិនក៏សួរទៀតថាកថាំងកាយកាំងវេទនាំងហេតុអ្វីក៏លោកសោយតែទុក្ខវេទនាដែលប្រព្រឹត្តទៅក្នុងកាយត្រង់ទុក្ខវេទនាដែលប្រព្រឹត្តទៅក្នុងចិត្តនោះលោកមិនសោយព្រះថេរនិកសេនក៏ឆ្លើយថាបបិទ្ធមហារាជលោកដែលសោយទុក្ខហើយប្រព្រឹត្តទៅក្នុងកាយហើយមិនសោយទុក្ខដែលប្រព្រឹត្តទៅសម្បយុទ្ធដោយចិត្តនោះព្រោះលោកនោះឯងជាព្រះខ័យណាស្របធម៌ឯណាដែលជាហេតុផ្ដើមឡើងជាបច្ច័យទំនុកបំរុងបណ្ដាលឲ្យកើតឡើងនៃសេចក្តីទុក្ខលំបាកប្រកបទៅក្នុងកាយធម៌ដែលជាហេតុជាបច្ច័យនោះមានឧបាទានមិនទាន់រលត់ទៅនៅឡើយព្រោះហេតុនោះហើយបានជាព្រះខ័យណាស្របនោះលោកត្រូវតែសោយសេចក្តីទុក្ខដែលប្រព្រឹត្តទៅក្នុងកាយខ្លះម្យ៉ាងទៀតធម៌ឯណាដែលជាហេតុជាបច្ច័យបណ្ដាលបណ្ដុះឲ្យកើតឡើងនៅសេចក្តីទុក្ខប្រព្រឹត្តទៅក្នុងចិត្តធម៌ជាហេតុជាបច្ច័យនោះរលត់ចាករាគៈទោសៈមោហៈតណ្ហាទិដ្ឋិអស់ហើយហេតុនោះបានជាព្រះខ័យណាស្របនោះលោកមិនសោយទុក្ខលំបាកដែលប្រកបទៅក្នុងចិត្តនោះឡើយបបិទ្ធសម្ដេចមហារាជពាក្យនេះហើយដែលជាភាសិតរបស់ព្រះសម្មាសម្ពុទ្ធជាម្ចាស់ទ្រង់ត្រាស់ទុកមកថាសោអេកាំងវេទនាំងវេតេតិកាយកាំងអ្នកចេតសិកាំងដូច្នេះស្ដេចមិលិនក៏សួរទៀតថាបបិទ្ធព្រះថេរម្ចាស់បើព្រះខ័យណាស្របនោះលោកមិនសោយទុក្ខវេទនាហើយចុះហេតុអ្វីក៏លោកមិនបរិនិព្វានទៅព្រះថេរនិកសេនក៏ឆ្លើយថាអ្នកហេសៈមហារាជបបិទ្ធមហារាជសេចក្តីត្រេកអរឬរីករាយក្តីកិរិយាអាអន់ឬតូចចិត្តក្តីពិតជាមិនមានដល់ព្រះអរហន្តនោះឡើយតែធម្មតាបណ្ឌិតជាតិទាំងឡាយដែលជាព្រះអរហន្តនោះលោករមែងនឹងមិនធ្វើនៅផលដែលមិនទាន់ទុំនោះឲ្យធ្លាក់ចុះខូចវិនិច្ឆ័យឡើយលោកតែងរងចាំពេលវេលាឲ្យសមគួរទើបបានចូលទៅកាន់អមតៈបរិនិព្វានដោយមានភាសិតរបស់ព្រះសារីបុត្រថេរៈជាអគ្គសាវកវិសេសលោកពោលទុកថានាភិនន្ទាមិមរណังនាភិនន្ទាមិជីវិតាំងកាលញ្ចបដិកង្ខាមិវេតនាំងផតតិកោយថានាភិនន្ទាមិមរណังនាភិនន្ទាមិជីវិតាំងកាលញ្ចបដិកង្ខាមិសម្បជាណោបដិសតោសេចក្តីប្រែថាខ្ញុំមិនត្រេកអរចំពោះត្រង់សេចក្តីស្លាប់ខ្ញុំមិនពេញចិត្តត្រង់ការដែលរស់នៅខ្ញុំខំពិនិត្យរំពឹងតែត្រង់ពេលវេលាដែលសមគួរនឹងរស់ឬនឹងស្លាប់ខ្លួនខ្ញុំនេះប្រៀបដូចជានាយពិសេសដែលជាអ្នកធ្វើនៅភោជនីយអាហារគឺព្រះស្ងោយសម្រាប់ថ្វាយស្ដេចពេលវេលាណាដែលមហាក្សត្រស្ដេចមានប្រាថ្នានឹងសោយក៏លើកគ្រឿងក្រយាស្ងោយនោះទៅថ្វាយក្នុងវេលានោះតាមធម្មតាម្យ៉ាងទៀតខ្លួនអាត្មានេះមានតណ្ហាប្រជាសន្តានហើយជាអ្នកមានស្មារតីដឹងព្រមហើយទោះបីអាត្មានេះដល់នៅមរណភាពទៅក្តីក៏មិនមានទោមនស្សចិត្តឬនឹងមានជីវិតរស់នៅក្តីក៏មិនសោមនស្សត្រេកអរ
អាត្មានេះមានប្រាថ្នាចំពោះតែត្រង់កាលវេលាដែលសមគួរនឹងចូលទៅកាន់ព្រះនិព្វានប៉ុណ្ណោះឯងប្រៀបដូចជានាយវិសេសដែលរងចាំពេលនឹងលើកដង្វាយទៅថ្វាយស្ដេចនោះហោងហេតុដូច្នេះបពិតមហារាជលោកដែលមិនកើតទៀតនោះកាលដែលលោករស់នៅមានសេចក្តីទុក្ខប្រកបដោយកាយតែម្យ៉ាងចំណែកទុក្ខដែលប្រព្រឹត្តទៅក្នុងចិត្តមិនមានឡើយលោករំពឹងគយគន់តែត្រង់កាលដែលគួរនឹងបរិនិព្វានប៉ុណ្ណោះសូមមហារាជស្ដេចជ្រាបស្ដេចមិលិនក៏តបថាកឡោសិផន្ទេបពិតលោកម្ចាស់ពេញហើយឆ្លាស់ពេកណាស់សំដែងមកនេះពីរោះហើយអត់មានសង្ស័យតិចតួចឡើយចប់បញ្ហាទី4សុខវេទនាបញ្ហាទី5ស្ដេចមិលិនសួរថាបពិតលោកម្ចាស់ដ៏ចម្រើនជនដែលបានសោយនៅសេចក្តីសុខនោះតើជាកុសលឬជាអកុសលឬជាអព្យាកតៈព្រះនិកសេនធរៈឆ្លើយថាអ្នកដែលសោយនៅសុខវេទនានោះជាកុសលក៏មានជាអកុសលក៏មានជាអព្យាកតៈក៏មានសូមទ្រង់ជ្រាបស្ដេចមិលិនក៏តបវិញថាបើជាកុសលហើយមិនមែនជាទុក្ខទេបើជាទុក្ខហើយមិនមែនជាកុសលទេសេចក្តីសុខជាកុសលកើតឡើងហើយចំណែកឯខាងទុក្ខមិនអាចកើតឡើងបានទេលោកម្ចាស់ព្រះថេរនិកសេនក៏តបថាតឹងកឹងមញ្ញសេម្ដេចក៏មហារាជទ្រង់យល់ដូច្នោះទៅវិញបើយ៉ាងនឹងអាត្មាភាពសូមសួរថាមានបុរសម្នាក់ហើយអ្នកដតីគេយកដុំដែកដែលក្តៅមកដាក់លើបាតដៃម្ខាងយកដុំទឹកកកដែលត្រជាក់មកដាក់លើបាតដៃម្ខាងទៀតបពិតមហារាជឯដៃទាំងពីរនោះញាប់ញ័រក្រហល់ក្រហាយអំពីដុំដែកទាំងពីរនោះដែរឬទេមហាបពិតស្ដេចមិលិនក៏តបថាត្រូវញាប់ញ័រក្រហល់ក្រហាយដូចគ្នាលោកម្ចាស់ព្រះថេរនិកសេនក៏តបវិញថាកឹងបណៈបពិតមហារាជបើដូច្នោះដៃទាំងពីរដែលញាប់ញ័រនោះតើព្រោះក្តៅឬអ្វីស្ដេចមិលិនក៏តបថាមិនមែនព្រោះតែក្តៅទេលោកម្ចាស់ព្រះថេរនិកសេនក៏សួរវិញថាបើមិនមែនញាប់ញ័រព្រោះតែក្តៅចោះញាប់ញ័រព្រោះត្រជាក់ឬអ្វីស្ដេចមិលិនក៏ឆ្លើយថានឹងក៏មិនមែនសុទ្ធតែត្រជាក់ម្យ៉ាងទេលោកម្ចាស់ព្រះថេរនិកសេនក៏តបថាបើយ៉ាងនឹងហើយមហារាជនឹងសពព្រះហឫទ័យថាដូចម្ដេចទ្រង់នឹងយល់ថាបើក្តៅដៃខាងឆ្វេងហើយដៃខាងស្ដាំក៏នឹងក្តៅដូចគ្នាទាំងពីរក៏ថាមិនបានបើត្រជាក់ដៃខាងស្ដាំហើយដៃខាងឆ្វេងនឹងត្រជាក់ដូចគ្នាទាំងពីរក៏ថាមិនកើតឬនឹងនិយាយថាដៃទាំងពីរសុទ្ធតែត្រជាក់ក៏ថាមិនត្រូវនឹងថាសុទ្ធតែក្តៅក៏ថាមិនបានបើដូច្នោះនឹងថាដៃម្ខាងត្រជាក់ដៃម្ខាងក្តៅក៏ថាមិនកើតព្រោះចិត្តដែលទទួលវេទនានោះគឺបានចិត្តតែមួយមិនអាចនឹងទទួលអារម្មណ៍ពីរបានឡើយបើយ៉ាងនឹងតើមហាបពិតទ្រង់ជ្រាបដូចម្ដេចបពិតព្រះថេរម្ចាស់សេចក្តីប្រស្នានេះខ្ញុំនឹងមិនអាចដោះស្រាយបានឡើយសូមលោកម្ចាស់អធិប្បាយពន្យល់ខ្ញុំឲ្យភ្លឺសេចក្តីជាក់ច្បាស់មកមើលព្រះមហាថេរៈលោកក៏ទទួលអធិប្បាយថ្វាយសេចក្តីក្នុងព្រះអភិធម្ម3ដកថាបពិតព្រះរាជសម្ភារឯវេទនានោះមិនមែនមានតែម្យ៉ាងពីរយ៉ាងប៉ុណ្ណោះទេវេទនានេះមានដល់ទៅ108យ៉ាងគឺឆក្កិហសិតាសោមនស្សវេទនាដែលអាស្រ័យនៅក្នុងអារម្មណ៍ទាំង6នៃបុគ្គលដែលត្រេកអរក្នុងបញ្ចកាមគុណនោះចាត់ទុកថាជាសោមនស្សវេទនា6ឆនេខមនិសតាសោមនស្សវេទនាដែលប្រព្រឹត្តទៅក្នុងអារម្មណ៍ទាំង6នៃបុគ្គលដែលបានវិបស្សនាបញ្ញានោះចាត់ទុកថាជាសោមនស្សវេទនា6ឆគេហសិតាទោមនស្សវេទនាដែលប្រកបនៅក្នុងអារម្មណ៍ទាំង6នៃបុគ្គលដែលត្រេកអរក្នុងបញ្ចកាមគុណនោះចាត់ថាជាទោមនស្សវេទនា6ឆនេខមនិសតាទោមនស្សវេទនាដែលប្រកបនៅក្នុងអារម្មណ៍ទាំង6
នៃបុគ្គលដែលបានវិបស្សនាបញ្ញានោះចាត់ថាជាទោមនស្សវេទនា6ឆកេហនិសិតាឧបេក្ខាវេទនាដែលប្រព្រឹត្តទៅក្នុងអារម្មណ៍ទាំង6នៃបុគ្គលដែលត្រេកអរក្នុងបញ្ចកាមគុណនោះចាត់ជាឧបេក្ខា6ឆនេខមនិសិតាឧបេក្ខាវេទនាដែលប្រព្រឹត្តទៅក្នុងអារម្មណ៍ទាំង6នៃបុគ្គលដែលបានវិបស្សនាបញ្ញានោះចាត់ជាឧបេក្ខាវេទនា6រួមវេទនា6 ដងត្រូវជា36ទើបយកវេទនា36នេះចាត់ជាអតីត36ជាអនាគត36ជាបច្ចុប្បន្ន36បូករួម36 3 ដងត្រូវជា108វេទនាដូច្នេះបបិទ្ធសម្ដេចមហារាជឯសុខវេទនានោះចាត់ជាកុសលក៏ថាមិនបានថាជាអកុសលឬជាអព្យាកតៈក៏ថាមិនត្រូវសេចក្តីនេះប្រៀបដូចជាបរោះដែលមានធុរៈដោយដៃទាំងពីរដៃឆ្វេងកាន់ដុំដែកដែលក្តៅដៃស្ដាំកាន់ដុំទឹកកកដែលត្រជាក់ប្រសិនណាបើគេសួរចំពោះបរោះនោះថាអ្នកឯងក្តៅឬត្រជាក់បុរសនោះមិនអាចឆ្លើយប្រាប់គេបានឡើយសេចក្តីនេះក៏ដូចគ្នាសូមមហារាជទ្រង់ជ្រាបស្ដេចមិលិនក៏តបថាស្ដាប់បានហើយលោកម្ចាស់ឆ្លាតមែនចប់បញ្ហាទី5នាមរូបបដិសន្ធិកហនៈបញ្ហាទី6ព្រះបាទមិលិនស្ដេចទ្រង់សួរប្រស្នាដតីទៀតថាកੰបដិសន្ធិយតិធម្មជាតិដូចម្ដេចដែលនាំឲ្យសត្វកើតតមកលោកម្ចាស់ព្រះនិកសេនធរៈឆ្លើយថានាមរូបបាំងខោបពិតមហារាជនាមនឹងរូបនោះឯងតែនាំឲ្យសត្វកាន់យកបដិសន្ធិសូមទ្រង់ជ្រាបស្ដេចមិលិនក៏សួរទៀតថានាមរូបឯណាលោកម្ចាស់នាមរូបរបស់សត្វសពថ្ងៃនេះឯងឬអ្វីដែលនាំឲ្យបដិសន្ធិនោះព្រះថេរនិកសេនក៏ឆ្លើយថាសូមថ្វាយព្រះពរមិនមែនទេបពិតមហារាជប្រុសស្រីដែលកើតមកក្នុងលោកនេះបានធ្វើនៅកម្មជាកុសលឬជាអកុសលគឺធ្វើបុណ្យធ្វើបាបដោយនាមរូបនោះចំណែកផលបុណ្យផលបាបដែលសត្វបានធ្វើឲ្យនោះឯងជាតួខ្លួនសត្វទៅកើតទៀតជានាមនឹងរូបតទៅយ៉ាងនឹងហើយទៅបថានាមរូបនោះឲ្យបដិសន្ធិទៀតសូមទ្រង់ជ្រាបស្ដេចមិលិនក៏តបថាយតិអ្នកឥទាំងយាយវៈបពិតលោកម្ចាស់ដ៏ចម្រើនថាបើនាមរូបនេះមិនបានទៅកើតទៀតទេគឺផលបុណ្យនិងផលបាបឬកម្លាំងបុណ្យនិងកម្លាំងបាបដែលខ្លួនបានធ្វើទុកហើយក្នុងនាមរូបនេះឲ្យទៅកើតទៀតចុះអ្នកនោះនឹងបានរួចចាកបញ្ញកម្មឬបាបកម្មដែលខ្លួនបានធ្វើអំពីមុននោះដែរឬអ្វីព្រះថេរនិកសេនក៏តបថាបពិតមហារាជដ៏ប្រសើរបើសត្វនោះមិនកើតទៀតទេទើបរួចចាកបុណ្យនិងបាបបើមុខជាកើតទៀតហើយក៏មិនអាចផុតចាកបុណ្យនិងបាបបានឡើយសូមទ្រង់ជ្រាបស្ដេចមិលិនក៏តបថាសូមលោកម្ចាស់ធ្វើសេចក្តីឧបមាបន្តិចមកមើលសូមថ្វាយព្រះពរមហារាជសេចក្តីនេះប្រៀបដូចជាបរិសម្នាក់ទៅលួចផ្លែស្វាយរបស់គេបានមកឯម្ចាស់ស្វាយនោះគេក៏ចាប់បរិសចោលនោះបានហើយយកចោលនោះទៅថ្វាយដល់ព្រះបរមក្សត្រទើបទូលថានេះជាចោលលួចផ្លែស្វាយរបស់ខ្ញុំល្អងទូលីព្រះបាទចំណែកចោលនោះក៏ទូលថាសូមព្រះរាជទានទោសខ្លួនខ្ញុំក្រោមល្អងទូលីព្រះបាទនឹងបានយកផ្លែស្វាយរបស់អ្នកនេះក៏ទេឯផ្លែស្វាយដែលគាត់ដាំនោះជាផ្លែដតីលុះដុះជាដើមធំចម្រើនឡើងហើយមានផ្លែចេញមកជាប់នៅខាងចុងជាផ្លែដតីខ្ញុំព្រះករុណាវិសេសបានបេះយកតែផ្លែនៅខាងចុងមែកនោះទេតើឯគ្រាប់ដែលគាត់ដាំនោះមិនបានយកមកឯណាបើយ៉ាងនឹងតើឲ្យខ្ញុំល្អងទូលីព្រះបាទត្រូវតនកម្មឯណាក៏បានបុរសចោរនោះអធិប្បាយរាយសេចក្តីជាពាក្យសំនួនយ៉ាងនេះតើនឹងផុតចាកទោសឬដូចម្ដេចមហាបពិតស្ដេចមិលិនក៏តបថាបពិតលោកម្ចាស់បុរសចោរដែលអធិប្បាយកែខ្លួនជាសំនួនយ៉ាងនឹងហើយក៏គង់តែត្រូវទោសមិនខានលោកម្ចាស់ព្រះថេរនិកសេនក៏សួរថាកេអ្នកករណីអ្នក
ហេតុអ្វីក៏នៅតែត្រូវទោសបើចៅនោះបានឆ្លើយថាបេះតែផ្លែដតីទេឯផ្លែដែលគេដាំនោះមិនបានយកទេស្ដេចមីលិនក៏តបថាមិនមែនគ្រាប់ស្វាយដែលគេដាំនោះពិតហើយប៉ុន្តែផ្លែដតីនោះវាកើតមកពីណាមិនគឺកើតពីគ្រាប់ស្វាយដែលគេដាំនោះឯងហើយចៅនោះបានទាំងឆ្លើយទទួលការថាបានបេះផ្លែស្វាយនោះមែនតែត្រង់ផ្លែដែលម្ចាស់គេដាំទុកមុននោះមិនបានយកមកទេយកតែផ្លែថ្មីដតីដែលកើតមកពីដើមស្វាយនោះទេឯផ្លែស្វាយដែលគេដាំនោះជាផ្លែដតីទៅផ្លែដែលខ្ញុំបេះនេះជាផ្លែថ្មីទេពាក្យចោលដែលឆ្លើយឲ្យតំណែងយ៉ាងនេះហើយនឹងរួចចាក់ទោសឯណាក៏បានព្រោះផ្លែស្វាយដែលចោលលួចនោះក៏កើតអំពីផ្លែស្វាយដែលម្ចាស់គេដាំមុននោះឯងហេតុយ៉ាងនឹងហើយបានជាថាចោលនោះមិនអាចរួចចាក់ទុកទោសទណ្ឌកម្មបានឡើយសូមលោកម្ចាស់ជ្រាបព្រះថេរនិកសេនក៏តបថាបបិទ្ធមហារាជរឿងនោះយ៉ាងណាមិញបរោះស្ត្រីណាដែលបានធ្វើកល្យាណកម្មឬបាបកម្មដោយនាមរូបក្នុងបច្ចុប្បន្នជាតិនេះក្តីកាលដែលធ្វើកាលកិរិយាទៅកាន់ប្រលោកក៏ជានាមរូបដតីពិតមែនតែនឹងបានផុតចាកកល្យាណកម្មឬបាបកម្មនោះក៏ទេប្រៀបដូចជាចោរដែលលួចស្វាយនោះឯងសូមទ្រង់ជ្រាបស្ដេចមីលិនក៏តបថាសេចក្តីអធិប្បាយរបស់លោកម្ចាស់នេះត្រូវហើយតែសូមលោកម្ចាស់ប្រៀបឧបមារឿងមួយទៀតឲ្យប្លែកពីនេះទៅមើលយថាមហារាជបពិតមហារាជប្រៀបដូចជាបរិសម្នាក់បង្កាត់ភ្លើងក្នុងទីមួយដើម្បីអាំងក្នុងហេមន្តរដូវភ្លើងនោះមិនទាន់រលត់ខ្លួនក៏ជះចេញពីទីនោះទៅចំណែកឯខាងភ្លើងនោះក៏រៀលទៅឆេតដល់ស្រូវក្នុងស្រែជនដតីទើបជនទាំងឡាយនោះគេចាប់ខ្លួនបរិសដែលដុតភ្លើងនោះយកទៅថ្វាយស្ដេចហើយគេទូលថាបពិតសមតិទេពបរិសនេះដុតភ្លើងឲ្យឆេះស្រូវក្នុងស្រែខ្ញុំសូមព្រះករុណាមេត្តាពិនិត្យវិនិច្ឆ័យឲ្យទៀនឯបុរសអ្នកដុតនោះឆ្លើយឡើងថាសូមព្រះរាជទានទោសភ្លើងដែលខ្ញុំព្រះករុណាវិសេសបានដុតនៅទីកន្លែងណាកន្លែងនោះរលត់បាត់ទៅហើយឯភ្លើងដែលឆេះនៅស្រែនេះនោះគឺភ្លើងឯទៀតដែលឆេះតពីភ្លើងនេះទេខ្លួនទូលព្រះបង្គំជាខ្ញុំមិនគួរដល់ទណ្ឌកម្មឡើយបើអ្នកដុតភ្លើងគេទូលយ៉ាងនឹងហើយតើនឹងត្រូវមានទោសដែរឬមិនត្រូវទេលោកម្ចាស់ស្ដេចមីលិនក៏តបថាត្រូវមានទោសមិនខានទេលោកម្ចាស់ព្រះថេរនិកសេនក៏សួរវិញថាគេអ្នកករណីអ្នកព្រោះហេតុអ្វីក៏មានទោសស្ដេចមីលិនក៏តបថាបានថាជាមានទោសនោះព្រោះហេតុថាបុរសនោះបានឆ្លើយទទួលការជាពាក្យសំនួនថាភ្លើងមុនដំបូងដែលខ្លួនដុតនោះរលត់បាត់ទៅហើយឯភ្លើងដែលឆេះស្រែនោះថាជាភ្លើងដតីដែលរៀលតទៅនោះទេហេតុនឹងបានជាយើងត្រូវកាត់សេចក្តីថាឲ្យមានទោសដល់បុរសនោះព្រះថេរនិកសេនក៏តបថាអេវមេវខោមហារាជបពិតសម្ដេចមហារាជសេចក្តីដែលព្រះអង្គទ្រង់បានពណ៌នាមកនេះយ៉ាងណាក៏សត្វលោកដែលកើតជាមនុស្សប្រុសស្រីជានាមធម៌រូបធម៌បានធ្វើនៅសោបនកម្មឬអកុសលកម្មទុកក្នុងជាតិនេះវេលាដល់ទៅកាន់ប្រលោកនាយក៏កើតឡើងជានាមរូបដតីទៀតនឹងបានផុតចាកផលបុណ្យផលបាបដែលបានធ្វើទុកនោះក៏ទេប្រៀបដូចជាបុរសដែលដុតភ្លើងឲ្យរៀលទៅឆេះស្រូវស្រែគេនោះឯងសូមមហារាជស្ដេចជ្រាបស្ដេចមីលិនក៏តបថាសូមលោកម្ចាស់ឧបមាឲ្យប្លែកពីនេះតទៅទៀតទៅមើលបពិតសម្ដេចមហារាជរឿងនេះប្រៀបដូចជាបរិសម្នាក់អុជនៅប្រទីបចង្គៀងទុកក្នុងទីមួយហើយក៏ចូលទៅបរិភោគភោជនីយអាហារក្នុងរោងរបស់ខ្លួនលុះបរិភោគអាហាររួចហើយក៏ដើរចេញទៅចំណែកភ្លើងប្រទីបនោះក៏ឆាបឆេះនៅស្មៅនឹងស្លឹកដ៏ស្ងួតហើយរៀលទៅឆេះដល់ផ្ទះតូចៗក្នុងស្រុកវិនាសសាបសូន្យអស់ទៅឯជនអ្នកស្រុកទាំងនោះក៏បបួលគ្នាចាប់បរិសជាម្ចាស់ចង្គៀងនោះយកទៅថ្វាយស្ដេចតាមទំនៀមព្រះរាជអាជ្ញាហើយទូលតាមដំណើរថាសូមទ្រង់ព្រះមេត្តាប្រោះបុរសនេះដុតភ្លើងឲ្យឆេះផ្ទះយើងខ្ញុំក្រោមល្អងធូលីព្រះបាទរាល់គ្នា
ឲ្យវិនិច្ឆ័យអស់ទើបបរោះនោះទូលទាស់ឡើងភ្លាមថាសូមព្រះករុណាពិសេសទ្រង់ព្រះរាជទានទោសខ្ញុំល្អងធូលីព្រះបាទមិនបានដុតផ្ទះអ្នកទាំងនោះទេឯភ្លើងដែលឆេះផ្ទះនោះគឺភ្លើងដែលឆេះស្មៅនឹងស្លឹកនិងកំណាត់ឈើនោះទេតើចំណែកភ្លើងរបស់ខ្ញុំព្រះបាទនោះគឺភ្លើងចង្គៀងទេកាលបើបរោះដើមភ្លើងនិយាយរាយដំណើរយ៉ាងនឹងហើយតើនឹងត្រូវមានទោសឬមិនមានទេព្រះអង្គស្ដេចមានព្រះរាជអង្គការត្រាស់ថាបរោះដើមភ្លើងនោះត្រូវតែមានទោសមិនខានទេលោកម្ចាស់សេចក្តីនេះយ៉ាងណាបពិតមហារាជធម្មតាបរោះស្ត្រីដែលកើតមកក្នុងលោកនេះជារូបធម៌នាមធម៌ហើយបានធ្វើអំពើទុច្ចរិតឬសុចរិតទុកក្នុងជាតិនេះលុះដល់ទម្លាយនាមរូបនេះចោលទៅហើយក៏កើតឡើងម្ដងទៀតជានាមរូបធម៌ដតីក៏គង់មិនរួចចាកផលទុច្ចរិតឬផលសុចរិតដែលខ្លួនបានធ្វើទុកក្នុងជាតិមុននោះឡើយប្រៀបដូចជាម្ចាស់ចង្គៀងនោះឯងសូមទ្រង់ជ្រាបស្ដេចមិលិនក៏តបថាសេចក្តីដែលលោកម្ចាស់សម្ដែងមកនេះខ្ញុំនៅមានសង្ស័យណាស់សូមព្រះថេរៈឧបមាមួយទៀតឲ្យប្លែកជាងនេះទៅទៀតមើលព្រះថេរៈនិកសេនក៏តបថាកោចិទេវៈពុរិសោបពិតសម្ដេចមហារាជរឿងនេះប្រៀបដូចជាបរិសម្នាក់ទៅដណ្ដឹងកូនក្រមុំគេកាលពីកូននោះនៅតូចនៅឡើយលុះមាតាបិតាគេព្រមឲ្យហើយក៏បានជូនចំនួនទៅមាតាបិតារបស់កូនស្រីនោះទុកជាបន្ទាល់ជាស្រេចហើយក៏លាទៅកាន់ទីឆ្ងាយទៅចំណែកនាងខាងទារិកានោះបានចម្រើនធំឡើងតាមកាលវេលាលុះគ្រាការជាខាងក្រោយក៏មានបរិសម្នាក់ឯទៀតគេទៅដណ្ដឹងបានជូនចំនួនរង្វាន់នោះពេញចិត្តមាតាបិតារបស់នាងនោះមាតាបិតាក៏លើកកូនស្រីនោះឲ្យទៅបរោះក្រោយនោះទៀតទៅបានទាំងរៀបធ្វើអាពាហ៍ពិពាហ៍រួចស្រេចផងឯបរោះប្តីដើមបានដឹងដំណឹងនេះហើយក៏មកប្រញាប់រុះរាន់តវាថាណែបរោះនេះអ្នកឯងម្ដេចក៏នាំយកភរិយារបស់ខ្ញុំទៅទើបប្តីក្រោយនោះឆ្លើយថាខ្ញុំមិនបាននាំប្រពន្ធអ្នកឯងទេគឺជាប្រពន្ធរបស់ខ្ញុំដោយពិតឯនាងទារិកាប្រពន្ធអ្នកឯងនោះដតីទេកាលដែលអ្នកឯងដណ្ដឹងគឺនាងទារិកាដែលនៅតូចមិនទាន់ចម្រើននោះទេតើឯនាងនេះជានាងទារិកាដែលចម្រើនធំឡើងហើយនោះទេទើបខ្ញុំមកដណ្ដឹងបានទាំងជូនចំនួនផងស្រេចជាប្រពន្ធខ្ញុំហើយចូលអ្នកកុំសង្ស័យឡើយជនទាំងពីរនាក់នោះកើតវិវាទជជែកគ្នាប្រសិនណាបើអ្នកទាំងពីរនោះនាំគ្នាមកកាន់សំណាក់ព្រះអង្គនឹងសម្រេចសេចក្តីនេះដូចម្ដេចទ្រង់នឹងឲ្យជ័យជំនះទៅខាងណាឲ្យទៅខាងអ្នកមុនឬអ្នកក្រោយស្ដេចមិលិនក៏តបថាបរិមេកាសៈបពិតលោកម្ចាស់ដ៏ចម្រើនបើដំណើរយ៉ាងនឹងត្រូវឲ្យអ្នកឈ្នះនោះទៅអ្នកដែលដណ្ដឹងមុនឯស្វាមីក្រោយនោះត្រូវឲ្យបរាជ័យចាញ់គេសូមលោកម្ចាស់ជ្រាបព្រះថេរៈនិកសេនក៏តបថាកឹងករណាហេតុដូចម្ដេចក៏ត្រូវឲ្យជ័យជំនះទៅស្វាមីមុនបើស្វាមីក្រោយនោះគេបាននិយាយរៀបរាប់ថានាងទារិកាដែលអ្នកដណ្ដឹងមុននោះជានាងកុមារិកាក្មេងតូចទេឯនាងដែលជាប្រពន្ធគេនោះជាស្ត្រីធំដតីឯនេះទេចុះហេតុអ្វីក៏ឲ្យអ្នកមុនឈ្នះស្ដេចមិលិនក៏តបថាកញ្ចាបិពិតមែនហើយតែស្វាមីក្រោយនោះបាននិយាយរៀបរាប់ថានាងទារិកានោះកាលដែលនៅក្មេងជាភរិយាអ្នកមុនវេលាដល់នាងទារិកាធំឡើងជាភរិយារបស់ខ្លួនវិញពាក្យនេះជាពាក្យមិនពិតគឺជាពាក្យកែសំនួនទេយកប្រមាណមិនបានព្រោះថាស្វាមីមុនគេបានចូលមកដណ្ដឹងតាមច្បាប់សម្រាប់ប្រវេណីមាតាបិតាក៏បានព្រមឲ្យគេស្រេចហើយបានទាំងទទួលរបស់ទ្រព្យជាបន្ទាល់ផងពិតមែនតែមិនទាន់បានរួមសង្វាសជាមួយគ្នាតែច្បាប់សម្រាប់ផែនដីលោកសម្ដែងថាជាកម្មសិទ្ធិគឺថាជាការស្រេចទៅហើយព្រោះមាតាបិតាបានលើកឲ្យទៅគេជាមុនហើយឯស្វាមីថ្មីនោះមិនត្រូវបានទេ
ម្យ៉ាងទៀតដែលស្វាមីថ្មីនិយាយថានាងទារិកាតូចនោះទេតើជាភរិយាអ្នកមុនដល់ចម្រើនធំឡើងមកជាភរិយាខ្លួនវិញនោះខុសទេរូបមនុស្សតែមួយទេតើគ្រាន់តែពីដើមវានៅតូចយូរទៅវាធំឡើងប៉ុណ្ណោះឯងហេតុនឹងបានជាកាត់សេចក្តីថាត្រូវឲ្យឈ្នះទៅស្វាមីមុនសូមលោកម្ចាស់ជ្រាបអេវមេវខោមហារាជបពិតមហារាជរឿងវិវាទនេះយ៉ាងណាក្តីបរិសុស្ត្រីដែលបានធ្វើបាបកម្មឬបញ្ញកម្មដោយនាមរូបក្នុងបច្ចុប្បន្ននេះមែនពិតហើយវេលាធ្វើមរណកាលទម្លាយខណ្ឌទៅក៏កាន់យកបដិសន្ធិដោយនាមរូបដតីតែគង់អាស្រ័យនៅផលបុណ្យឬផលបាបដែលខ្លួនបានធ្វើហើយក្នុងរូបមុននោះមិនខានឡើយព្រោះសត្វទាំងឡាយការដែលស្លាប់ទៅនោះមិនទាន់បានសម្រេចនៅព្រះនិព្វានកាលណាត្រូវតែកើតទៀតជាធម្មតាហេតុនោះបានជាថាផលបាបផលបុណ្យក៏គង់ជាប់តាមទំនុកបំរុងសត្វទាំងនោះមិនខានមានឧបមាដូចនាងកុមារីតូចដែលដល់ចម្រើនធំឡើងយ៉ាងណាក្តីនឹងបានឃ្លាតផុតស្វាមីដើមនោះក៏ទេសេចក្តីដូច្នេះសូមហារីស្ដេចជ្រាបស្ដេចមិលិនក៏តបថាករណាម្ចាស់ចូលចិត្តស្ដាប់បានហើយតែសូមស្ដាប់ឧបមាឲ្យច្រើនជាងនេះតទៅទៀតមើលព្រះថេរនិកសេនក៏តបថាបពិតមហារាជសេចក្តីនេះប្រៀបដូចជាបរិសម្នាក់ទៅទិញទឹកដោះគោអំពីនាយគោបាលនាយគោបាលក៏ដងទឹកដោះគោស្រស់លក់ឲ្យទៅបរិសនោះក៏ទទួលយកហើយផ្ញើទុកនឹងនាយគោបាលនោះសិនខ្លួនក៏ជៀសចេញទៅធ្វើការងារដតីកន្លងរាត្រីមួយតាមប្រាថ្នាហើយត្រឡប់មកចំណែកឯខាងទឹកដោះគោនោះលុះកន្លងវេលារាត្រីទៅហើយក៏ប្រែទៅជាទឹកដោះគោជូរព្រោះត្រូវខ្យល់ត្រូវថ្ងៃឯបរិសនោះក៏ចូលទៅចិត្តនាយគោបាលហើយនិយាយថាខ្ញុំមកយករបស់ដែលខ្ញុំបានផ្ញើទុកនឹងអ្នកពីម្សិលមិញទើបនាយគោបាលក៏ក្រោកឡើងទៅយកទឹកដោះនោះមកឲ្យបរិសនោះក៏ហិតភ្លក់មើលទៅដឹងថាជូរហើយក៏និយាយថាណែអ្នកទឹកដោះដែលខ្ញុំផ្ញើទុកនឹងអ្នកនោះជាទឹកដោះស្រស់ហេតុអ្វីក៏អ្នកយកទឹកដោះជូរមកឲ្យខ្ញុំទើបនាយគោបាលនិយាយថាទឹកដោះនឹងហើយដែលអ្នកឯងទិញខ្ញុំហើយផ្ញើទុកនឹងខ្ញុំនោះប៉ុន្តែទុកយូរទៅវាប្រែទៅជាទឹកដោះជូរនេះឯងគុំសង្ស័យអោអ្នកអើយមិនឲ្យសង្ស័យឯណាបានកាលបើផ្ញើប្រកាសជារបស់នេះវេលាដែលយកមកឲ្យទៅជារបស់នោះវិញហើយថាមិនឲ្យខ្ញុំសង្ស័យជនទាំងពីរនោះកើតវិវាទទាស់តែងគ្នាបើប្រសិនណាបើជាអ្នកទាំងពីរនោះចូលមកកាន់សំណាក់ព្រះអង្គនឹងទ្រទ្រង់សេចក្តីទៅខាងណាស្ដេចមិលិនក៏តបថាខ្ញុំនឹងកាន់ទៅខាងនាយគោបាលនោះឯងព្រះថេរនិកសេនក៏តបថាហេតុដូចម្ដេចក៏ទ្រង់កាន់ខាងនាយគោបាលស្ដេចមិលិនក៏តបថាបានជាខ្ញុំកាន់ខាងនាយគោបាលព្រោះនាយគោបាលនោះបាននិយាយថាទឹកដោះដែលជូរនោះមិនមានអំពីណាគឺคล้ายពីទឹកដោះស្រស់នោះព្រោះរបស់ដែលផ្ញើទុកនោះកន្លងរាត្រីយូរសូមលោកម្ចាស់ជ្រាបបពិតមហារាជទឹកដោះស្រស់នោះដែលคล้ายទៅជាទឹកដោះជូរនោះមានប្រការយ៉ាងណាមិញរូបធម៌នាមធម៌របស់សត្វកាដែលស្លាប់ហើយคล้ายទៅជារូបធម៌នាមធម៌ដតីនឹងបានផុតចាកបាបកម្មឬបញ្ញកម្មដែលខ្លួនបានធ្វើអំពីនាមរូបដើមនោះក៏ទេព្រោះថានាមរូបដើមនោះជួនកាលជាមនុស្សវេលាដល់ស្លាប់ទៅក៏คล้ายទៅជាតិរិឆានជាប្រេតឬជាទេវបុត្រទេវតាក៏មានតាមផលបុណ្យឬផលបាបនោះឯងឯនាមរូបដើមប្រៀបដូចជាទឹកដោះគោដែលប្រែคล้ายទៅជាសព្វៈជានវនិតៈជាតថិក៏មិនមែនទឹកដតីគឺអាស្រ័យនឹងទឹកដោះគោនោះតែម្យ៉ាងសេចក្តីដូច្នេះសូមមហារាជស្ដេចជ្រាបស្ដេចមិលិនក៏តបថាលោកម្ចាស់សម្ដែងមកនេះពីរោះណាស់អស់សង្ស័យហើយសមគួរពេកណាស់ចប់បញ្ហាទី6ឧណបដិសន្ធិកេហនៈបញ្ហាទី7ព្រះមហាក្សត្រ
ស្ដេចទ្រង់មានព្រះរាជឱកាសត្រាស់សួរទៅនឹងព្រះនិកសេនធរៈថាបបិទ្ធព្រះនិកសេនធរៈដ៏ចម្រើនអង្គលោកម្ចាស់នឹងកាន់យកបដិសន្ធិទៀតដែរឬទេឬដូចម្ដេចព្រះនិកសេនធរៈថ្វាយព្រះពរថាបបិទ្ធសម្ដេចមហារាជព្រះរាជឱកាសទ្រង់បច្ឆាមកនេះអាត្មាភាពលំបាកថ្វាយព្រះពរពេកណាស់តែនឹងខានថ្វាយពំបានសូមថ្វាយព្រះពរជាសេចក្តីសង្ខេបបន្តិចថាឯខ្លួនអាត្មាភាពនេះបើប្រសិនណាអាត្មាភាពនៅប្រកបដោយឧបាទាននៅឡើយគឺថានៅមានចិត្តជាប់ជំពាក់ដោយខណ្ឌទាំង5ប្រការនោះអាត្មាភាពនឹងត្រូវកើតទៀតបើអាត្មាភាពនេះមិនប្រកបដោយឧបាទានគឺថាចិត្តមិនមានជាប់ជំពាក់ដោយលុះក្នុងអំណាចខណ្ឌទាំង5ប្រការនោះទេអាត្មាភាពមិនបានកើតទៀតឡើយសូមមហារាជស្ដេចជ្រាបឧបមង្ករោហេសូមលោកម្ចាស់ប្រៀបសេចក្តីឲ្យងាយស្ដាប់បន្តិចមកមើលយៈថាមហារាជបពិតសម្ដេចមហារាជសេចក្តីនេះប្រៀបដូចជារាជបរិសឯណាមួយជាអ្នកមានចិត្តស្លូតត្រង់នឹងមហាក្សត្របានធ្វើការងាររាជការថ្វាយមានថ្វីដៃមហាក្សត្រស្ដេចក៏ទ្រង់ពេញព្រះហឫទ័យនឹងបរិសនោះហើយទ្រង់ក៏ប្រោះប្រទានរង្វាន់ជាគុណបំណាច់ដល់រាជបរិសនោះឯបរិសនោះក៏បានទទួលយកនៅរង្វាន់នោះហើយក៏សេពសោយនៅកាមគុណទាំងឡាយ5ប្រការជារង្វាន់ដែលមហាក្សត្រទ្រង់ប្រោះប្រទានឲ្យនោះហើយបរិសនោះក៏បែរជានិយាយប្រាប់គេឯងថាមហាក្សត្រស្ដេចគ្មានឲ្យវត្ថុអ្វីជាប្រយោជន៍បន្តិចបន្តួចដល់ខ្លួនទេដូច្នេះវិញតើគួរឬពុំគួរមហាបពិតស្ដេចមិលិនក៏តបថាអ្នកហេផនទេមិនគួរទេលោកម្ចាស់គឺបរិសនោះនឹងមិនអាចនិយាយដូច្នោះទេព្រះថេរនិកសេនក៏តបថាអេវមេវខោមហារាជបពិតសម្ដេចមហារាជរាជបរិសនោះនឹងមិនអាចពោលបានយ៉ាងណាអាត្មាភាពក៏នឹងមិនអាចថ្វាយព្រះពរបានយ៉ាងនោះដែរម្យ៉ាងទៀតមហាបពិតមិនគួរនឹងយករឿងនេះមកសួរទេព្រោះមិនដឹងសួរទៅដើម្បីប្រយោជន៍អ្វីតែឥឡូវនេះទ្រង់បានជាបច្ឆាមកហើយអាត្មាភាពនឹងខានវិសញ្ញនាថ្វាយអាណាក៏បានសូមថ្វាយសេចក្តីថាសឧបាទានោបើអាត្មាភាពនៅប្រកបដោយឧបាទានជាខ្សែតណ្ហានៅឡើយនោះអាត្មាភាពមុខជានឹងកើតទៀតអនុបាទានោបើអាត្មាភាពនេះមិនប្រកបដោយឧបាទានមិនមានខ្សែតណ្ហាទេនោះអាត្មាភាពមិនកើតទៀតឡើយសូមមហារាជស្ដេចជ្រាបស្ដេចមិលិនក៏តបថាកឡោសិលោកម្ចាស់វៀងវៃណាស់ចេះឆ្លើយដល់សារសមសេចក្តីស្រួលល្អស្ដាប់ហើយចប់បញ្ហាទី7នាមរូបបញ្ហាទី8មហាក្សត្រទ្រង់សួរទៅព្រះថេរនិកសេនថាបពិតព្រះនិកសេនដ៏ចម្រើនលោកម្ចាស់បានសម្ដែងប្រាប់ខ្ញុំថាធម៌មាន2យ៉ាងគឺនាមធម៌និងរូបធម៌ចុះនាមធម៌នោះមានសន្តានដូចម្ដេចរូបធម៌នោះមានសន្តានទ្រង់ទ្រាយដូចម្ដេចលោកម្ចាស់ព្រះនិកសេនធរៈថ្វាយព្រះពរថាបពិតមហារាជសភាវៈឯណាមានសន្តានរឹងក្រោតក្រៀតសភាវៈនោះឈ្មោះថារូបធម៌សភាវៈឯណាដែលឥតមានសន្តានទ្រង់ទ្រាយជារបស់ល្អិតជាចិត្តនិងចេតសិកសភាវៈនោះឈ្មោះថានាមធម៌សូមទ្រង់ជ្រាបស្ដេចមិលិនក៏សួរទៀតថាចុះហេតុអ្វីលោកម្ចាស់នាមធម៌ទៅកាន់យកបដិសន្ធិបានត្រង់រូបធម៌ក៏មិនអាចកាន់យកបដិសន្ធិព្រះថេរនិកសេនក៏ឆ្លើយថាបពិតមហារាជមិនដូច្នោះទេធម៌ទាំង2ប្រការនេះតែងអាស្រ័យនៅគ្នានឹងគ្នាទៅវិញទៅមកវេលាដល់កើតក៏កើតក្នុងទីជាមួយគ្នាមិនដែលលះបង់គ្នាឡើយសូមទ្រង់ជ្រាបស្ដេចមិលិនក៏សួរទៀតថាសូមលោកម្ចាស់ប្រៀបធៀបឧបមាបន្តិចមកមើលយៈថាមហារាជបពិតមហារាជ
ធម៌ទាំងពីរប្រការនេះប្រៀបដូចជាធម្មជាតិដែលថ្លាសើមជាកលលៈរូបនិងធម្មជាតិដែលខាន់ខាប់ដូចជាពងនៃមេមាន់វត្ថុនោះបើមិនមានធម្មជាតិថ្លាសើមក៏មិនមានខាន់ខាប់ទៅជាពងបានលុះតែមានវត្ថុថ្លាសើមបន្តិចបន្តួចជាហេតុដើមទើបផ្ដួចឡើងជាពងទៅបានធម្មជាតិទាំងពីរគឺកលលៈនិងអណ្ដៈនេះតែងអាស្រ័យនៅគ្នានឹងគ្នាទៅវិញទៅមកវេលាដល់កើតក៏កើតក្នុងទីជាមួយគ្នាមិនដែលឃ្លាតគ្នាឡើយអេវមេវខោមហារាជបពិតមហារាជឯធម្មជាតិពីរប្រការនេះមិនដែលលះបង់គ្នាឡើយថាបើនាមធម៌មិនមានហើយរូបធម៌ក៏មិនមានដែរព្រោះនាមធម៌និងរូបធម៌នេះតែងអាស្រ័យនៅគ្នានឹងគ្នាហើយកើតជាមួយគ្នានឹងគ្នាមិនដែលខានក៏មានឧបមាដូចកលលៈរូបនិងអណ្ដៈនោះឯងព្រោះធម៌ទាំងពីរនេះតែងកើតព្រមគ្នាមកអស់កាលជាយូរអង្វែងណាស់ហើយដោយមានពុទ្ធភាសិតទ្រង់ត្រាស់ថាទីខមទ្វាអ្នកដូច្នេះសូមមហារាជស្ដេចជ្រាបកឡោសិលោកម្ចាស់ឆ្លៀសឆ្លាស់វៀងវៃណាស់ប្រសពវិសញ្ញនាដោះប្រស្នាល្អស្ដាប់ចប់បញ្ហាទី8ទីខមទ្វាបញ្ហាទី9ព្រះបាទមលិន្ទ្រាធិរាជស្ដេចទ្រង់សួរទៅព្រះនិកសេនធរៈក្នុងប្រស្នាទី9នេះថាបបិទ្ធព្រះនិកសេនដ៏ចម្រើនលោកម្ចាស់បានពោលថាការដែលយូរអង្វែងនោះហៅថាទីខមទ្វាទីខមទ្វានេះប្រែថាកាលវែងឆ្ងាយកាលដែលវែងឆ្ងាយនេះតើមានប៉ុន្មានយ៉ាងលោកម្ចាស់ព្រះធរនិកសេនថ្វាយប្រពោលថាបបិទ្ធសម្ដេចមហារាជឯកាលនោះមាន3យ៉ាងគឺអតីតអន្ធានៈ1អនាគតអន្ធានៈ1បច្ចុប្បន្នអន្ធានៈ1សូមទ្រង់ជ្រាបបបិទ្ធលោកម្ចាស់ដ៏ចម្រើនកាលទាំង3ប្រការនេះចេះតែមាននៅចនិចឬដូចម្ដេចព្រះធរនិកសេនក៏ឆ្លើយថាសូមថ្វាយព្រះពរបណ្ដាការទាំង3ប្រការនេះការខ្លះក៏នៅតទៅការខ្លះក៏មិនមាននៅឡើយសូមទ្រង់ជ្រាបស្ដេចមលិន្ទក៏សួរថាកាលដូចម្ដេចដែលមាននៅកាលដូចម្ដេចដែលមិនមាននៅលោកម្ចាស់ព្រះធរនិកសេនក៏ឆ្លើយថាបបិទ្ធមហារាជសង្ខារធម៌ទាំងឡាយឯណាដែលរលត់ទៅហើយសង្ខារធម៌ទាំងឡាយនោះបានឈ្មោះថាកាលមិនមាននៅធម៌ទាំងឡាយឯណាដែលជាផលនៃកុសលនិងអកុសលធម៌ទាំងឡាយនោះជាអ្នកកាន់យកនៅបដិសន្ធិភពតទៅទៀតធម៌ទាំងនោះក៏បានឈ្មោះថាជាកាលមាននៅម្យ៉ាងទៀតសត្វទាំងឡាយឯណាដែលធ្វើនៅកាលកិរិយាស្លាប់ទៅហើយសត្វទាំងឡាយឯនោះតែងកើតនៅក្នុងភពដតីសត្វនោះបានឈ្មោះថាជាសត្វដែលមានកាលយូរទៅសត្វទាំងឡាយឯណាដែលបានចូលបរិនិព្វានរំលត់ខណ្ឌ5ប្រការហើយសត្វទាំងឡាយនោះមិនបានកើតទេសត្វទាំងឡាយនោះមានឈ្មោះថាជាសត្វមានកាលមិនមានឡើយសូមមហារាជស្ដេចជ្រាបស្ដេចមិលិន្ទក៏តបថាលោកម្ចាស់វិសញ្ញនាមកនេះពីរោះណាស់អស់សង្ស័យហើយចប់ទុតិយវគ្គចង់បញ្ចប់ខ្ញុំព្រះករណាខ្ញុំបាទក៏សូមលំអោនកាយគ្រប់លានិងក៏សូមខន្តីអភ័យទោសប្រសិនបើមានកំហុសខុសឆ្គងដោយប្រការណាមួយសូមអនុមោទនានិងសូមជម្រាបលា